ខេត្តកបាត់ក្រហមខេត្តបៃលិនចោះធ្វើយុទ្ធនាការសហការជាមួយនឹងមន្ទីរសាធារណការដឹកជញ្ជូនខេត្តនិងមន្ត្រីនគរបាលចរាចរណ៍នៃស្នងការខេត្តដើម្បីអប់រំផ្សព្វផ្សាយលើកកម្ពស់សុវត្ថិភាពជូនដល់ពលរដ្ឋធ្វើដំណើរមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅព្រឹកថ្ងៃសុក្រទី11ខែមេសាឆ្នាំ2025ដោយមានការយកចិត្តទុកដាក់ពីលោកជំទាវបណ្ឌិតបានស្រីមុំប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបៃលិនបានចាត់ឲ្យក្រុមប្រតិបត្តិការសាខាដឹកនាំដោយយុវជនកាកបាទក្រហមចំនួន5នាក់ស្រី2នាក់ចូលរួមសហការជាមួយនឹងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបៃលិនមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងអរិយាប័ន្ននាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចំនួន2គោលដៅគឺគោលដៅទី1នៅខាងមុខសាលាក្រៅនិងគោលដៅទី2នៅលើដងផ្លូវលេខ57ចំណុចបេនឡានក្រុងថ្មីជាលទ្ធផលសម្រេចបានអ្នកចូលរួមនៅតាមដងផ្លូវសរុប130នាក់ត្រី60នាក់និងបិទចំណាំងផ្លាតលើយានយន្តចំនួន100គ្រឿងអស់300សន្លឹកចែកសិភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន100ក្បាលលិខិតបានសុវត្ថិភាពចរាចរណ៍ផ្លូវគោកចំនួន100សន្លឹកគឺភៅអ្វីទៅដែលជាអ្នកបើកបរតូចក្រយានយន្តត្រូវយល់ដឹងចំនួន100ក្បាលទាំងសម្រាប់ម៉ាជើងចំនួន20សន្លឹកមួកសុវត្ថិភាពចំនួន30មួកស្ទីគ័រថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍5សន្លឹកចំពោះការអនុវត្តសកម្មភាពនេះគឺក្នុងគោលបំណងចូលរួមផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទូទៅដែលបាននឹងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈចូលរួមទាំងអស់គ្នាកាត់បន្ថយនៅអត្រារងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមានពិការភាពបាត់បង់ជីវិតការខូចខាតនៅទ្រព្យសម្បត្តិឯកជននិងសាធារណៈជាដើមដែលលោកស សរឿនអង្គភាពគេហទំព័រប្រមាញ់ជីដែន TV News